អូខេសួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូមួយនេះខ្ញុំធ្វើការបង្ហាញបងប្អូនអ្នកគ្នាទាក់ទងជាមួយនឹងរបៀបនៃការសម្អាត file មិនបានការនៅលើ computer របស់យើងជាទូទៅខ្ញុំសូមរំលឹកបន្តិចមានបងប្អូនយើងមួយចំនួនក៏គាត់នៅតែប្រើវិធីបែបបុរាណយើងដែលយើងតែងតែចុច Windows បូកជាមួយនឹងអក្សរ O ហើយបន្ទាប់ទៀតមកយើងវាយពាក្យ prefix ហើយចុច enter អញ្ចឹងតាមកំពិតទៅនៅកន្លែងនេះទោះបីយើង clean ប៉ុណ្ណាក៏វាអត់អស់ដែរគឺវានៅតែដដែលហ្នឹងឬក៏យើងចុច O ហើយយើងចុចភាគរយវាយពាក្យ tip ហើយបន្ទាប់ទៀតយើង click OK ដោយខ្ញុំបានជម្រាបខាងដើមអញ្ចឹងនៅក្នុង folder នេះទោះបីបងប្អូនធ្វើការសម្អាតយ៉ាងណាក៏វាមិនអស់ដែរព្រោះអីអាហ្នឹងវា store data ទាក់ទងជាមួយនឹងសកម្មភាពដែលយើងបានប្រើប្រាស់នៅលើ computer អញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវចូលទៅក្នុង setting ដើម្បីធ្វើការសម្អាតfile បានការដែលយើងអាចមើលឃើញងាយស្រួលអញ្ចឹងនៅក្នុងនេះយើងគ្រាន់តែចុចលើពាក្យថា storage ហើយបន្ទាប់ទៀតមកបងប្អូនមើល file មិនបានការនៅក្នុងនេះថាតើយើងចង់លុបមួយណាតែអ្វីដែលសំខាន់បំផុតនោះគឺយើងមើលពាក្យថា clean up recommendation អញ្ចឹងយើងមើលនៅខាងក្រោមនេះយើងគ្រាន់តែចុចលើវាមកបន្ទាប់ទៀតមកវានឹងធ្វើការឲ្យយើង tick ទៅលើ folder ណាមួយដែលយើងចង់ធ្វើការសម្អាតដូចជាជាក់ស្ដែងនៅ folder download នេះគឺខ្ញុំទុកហើយនៅកន្លែងនេះសូមបញ្ជាក់ថា folder ណាដែល Windows វាគិតថា file មិនបានការវានឹងបង្ហាញនៅកន្លែងនេះហើយអញ្ចឹងបងប្អូនអាចធ្វើការ tick ទៅហើយយើងចុចយកពាក្យថា clean up ប៉ុន្តែ Windows អត់សំទោសនៅកន្លែង download នេះគឺខ្ញុំអត់លុបទេខ្ញុំចូលទៅកន្លែងពាក្យថា see advanced option គាត់ទៅមកដល់នៅកន្លែងនេះមកហើយយើងធ្វើការ click វាយើងមើលថាតើ file មួយណាដែលយើងចង់លុបវាអញ្ចឹងយើងគ្រាន់តែចុចលើពាក្យថាremove file មក continue អញ្ចឹងវានឹងធ្វើការ remove file ឲ្យយើងនៅកន្លែងនេះសូមបញ្ជាក់ថាគឺធ្វើតែម្ដងគឺបានទាំងអស់មិនដូចយើងប្រើនៅក្នុង Windows O មុននេះមិញទេអញ្ចឹងអរគុណច្រើនណាស់អញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងនៅក្នុងវីដេអូមួយនេះហើយយើងជួបគ្នាជាមួយនៅវីដេអូក្រោយបន្តទៀតអរគុណច្រើន